លោកគ្រូមិនបានខ្ញុំនេះចេះតែខ្លាចអត់ហ៊ានធ្វើអីសោះគិតច្រើនមែនតើមុននឹងធ្វើអីមួយអញ្ចឹងគួរដោះស្រាយរបៀបម៉េចមានតែពាក្យមួយឯងហ៊ានធ្វើហ៊ានហើយធ្វើពាក្យហ្នឹងគឺអាចជួយឲ្យយើងនេះដោះភាពខ្លាចនឹងចេញហើយហ៊ានធ្វើហ្នឹងមិនស្រួលទេអ្នកខ្លះគឺលំបាកគាត់ត្រូវជំនះការគិតច្រើនរបស់គាត់បាទគិតច្រើនមែនតើគាត់ជំនះគាត់តែបានប៉ុណ្្នឹងណាគាត់សប្បាយចិត្តគាត់ជោគជ័យមួយហើយគាត់សប្បាយចិត្តណាស់ប៉ុន្តែទោះបីជាលទ្ធផលហ្នឹងមិនទាន់ថាល្អគ្រូអីប៉ុន្តែដំណាក់កាលទី1របស់គាត់ហ្នឹងគឺគាត់ជោគជ័យហើយអញ្ចឹងវីដេអូមួយនេះចង់ផ្ញើសារជូនទៅកាន់អ្នកដែលគាត់ខ្លាចអត់ហ៊ានធ្វើអីសោះគិតច្រើនពេកចាប់ផ្ដើមហ៊ានធ្វើបាទចាប់ផ្ដើមបង្កើតដំណើរបង្កើតជំហានទី1របស់យើងនោះយើងនឹងទទួលបានលទ្ធផល1 2 3ហើយលទ្ធផល1 2 3 4 5 6 7 8 9 10ហ្នឹងហើយបង្កើតទៅជាភាពក្លាហានហើយជាមួយនឹងទំនុកចិត្តស្វែងរកនិងទិញផលិតផលសុខភាពដែលសុទ្ធនៅក្នុង Meet Dr. Shop